បាទសរសេរមកនេះឥឡូវនេះខ្ញុំមាន motor តម្រឹមសួនដែលមានដងវែងផ្លៃតែម្ដងប្រភេទនេះគឺនៅពេលដែលយើងឈរអញ្ចឹងយើងលើកបានខ្ពស់ល្អបាទបើទោះបីជាសួនយើងខ្ពស់ឬក៏ចម្ងាយប្រហែលយ៉ាងឆ្ងាយពីដៃយើងឈរមិនផ្សេងក៏វាស្រួលដែរបាទបែបហ្នឹងហើយតែតោះជាមួយប្រភេទនេះគឺវាប្រើថ្មវាស្រួលបាទប្រើថ្មដាក់ថ្មចុះអាចប្រើប្រាស់បានតែម្ដងផ្លៃគេហ្នឹងបាទផ្លៃគេអែមមែនតើបងប្អូនណានេះអញ្ចឹងនៅពេលដែលនេះគឺរុញទៅរុញមកបាទធ្វើការកាត់ផ្ដាច់អញ្ចឹងណាបាទប្រភេទនេះគឺយើងងាយស្រួលក្នុងការប្រើប្រាស់ដុំម៉ូទ័រនៅផ្នែកខាងនេះហើយកន្លែងដៃកាន់យើងក៏ជាប្រភេទដៃមូល loop handle ដែរណាបាទប្រភេទនេះប្រើថ្មប្រភេទ13វ៉ុលដែលភាសាបច្ចេកទេសរបស់ Makita LET lithium ion ណាហើយវាជាប្រភេទម៉ូទ័រមិនប្រើខ្ជុងទៀតប្រភេទនេះ brushless មានកន្លែងស្រីបានលបឿន3លេខ1 2 3ចឹងមកបាទមាន reverse មួយណាបងប្អូនគ្នាកុំតែដំណើរការអូអែមែនតើបងប្អូនគ្នាអញ្ចឹងប្រភេទនេះក៏យើងមាន sample ក្នុងការតេស្តដែរណាបាទបើសិនជាបងប្អូនអរគ្នាបាទចង់ដឹងពីសមត្ថភាពនៃការប្រើប្រាស់ជាក់ស្ដែងរយៈពេលថ្មហើយនឹងទំហំការងារបងប្អូនអរគ្នាសមត្ថភាពគ្នាឬអត់អាចតេស្តសំដៅបងប្អូនគ្នាណាអញ្ចឹងបើសិនជាបងប្អូនគ្នាធ្លាប់តេស្តហើយឬក៏ដឹងពីគុណភាព Makita ហើយពេញយកតែម្ដងក៏បានដែរគឺយើងមាន stock លក់ទៀតណាបាទហើយប្រភេទនេះគឺមានលេខកូដនៅខាងក្រោយនេះគឺ DUN 600 DUN 600L ណាបងប្អូនគ្នាបាទអញ្ចឹងបើសិនជាបងប្អូនអរគ្នាមានតម្រូវការឬចង់សាយអាចតែតាមលេខស័ព្ទដែលដាក់ក្រោយវីដេអូនេះបានបាទសូមអរគុណ